ចិញ្ចឹមអប់រំកូនឪពុកម្ដាយចំនួនច្រើនដែលធ្លាប់បានចិញ្ចឹមកូនរួចមកហើយគេតែងតែធ្វើទៅតាមអ្វីដែលគេធ្លាប់ឃើញតគ្នាពីចំនួនមួយទៅចំនួនមួយដូចជាពេលកូនកើតមកក៏ឲ្យបើកដោះផឹកទឹកពេលយំក៏ពររលាក់ទះគូតតិចរហូតដល់កូនអស់កម្លាំងក៏ដេកលក់ទៅលុះពេលភ្ញាក់ឡើងក៏ងូតទឹកដុសក្អែលលាងសម្អាតខ្លួនរួចក៏ធ្វើដដែលសាចុះឡើងដល់កូនបានធំបន្តិចក៏ចេះប្រឡែងក្អាកក្អាយពេលណាកូនធ្វើអ្វីខុសក៏ស្រែកគំរាមសម្លុតបន្លាចអញ្ចេះបន្លាចអញ្ចោះដើម្បីកុំឲ្យកូនធ្វើអ្វីដែលចាស់មិនចង់ឲ្យធ្វើអ្វីដែលគាត់ធ្វើទាំងនេះមិនបានពឹងផ្អែកទៅលើក្បួនតម្រាអ្វីឬទៅតាមគោលការណ៍ណាមួយឲ្យជាក់លាក់នោះទេប្រសិនបើអ្នកណាម្នាក់ចិញ្ចឹមកូនបានល្អមានប្រយោជន៍ដល់សង្គមហើយត្រូវបានគេសួរនាំថាតើអ្នកចិញ្ចឹមអប់រំកូនដូចម្ដេចខ្លះទើបគេបានហៅជាមនុស្សល្អយ៉ាងនេះគាត់ក៏មិនអាចឆ្លើយតបយ៉ាងមិនបានដែរព្រោះគាត់មិនដែលបានកត់ត្រាឬដកស្រង់ជាវិធីឬជាស្ថិតិអ្វីទុកឲ្យបានពិតប្រាកដនោះឡើយអ្នកខ្លះទៀតមិនបានសើខ្វល់អើពើនឹងអប់រំកូនអ្វីទេចេះតែបណ្ដោយទៅតាមយថាកម្មអីចឹងទៅដោយសំអាងលេះថាស្រេចទៅលើផលបុណ្យប្រេងវាសនារបស់កូនទៅចុះបើវាកើតក៏អត់ទៅហើយបើវាបាយទៅជាមិនកើតក៏មិនដឹងធ្វើម៉េចនេះជាការគិតខុសដ៏ធំមួយសូមអ្នកកុំរំពឹងថារឿងផលបុណ្យប្រេងវាសនានឹងមាននរណាគេដាក់ជើងពៀនយកមកថ្វាយដល់យើងឲ្យសោះអ្វីដែលយើងទទួលវាកើតចេញពីអំពើដែលយើងបានធ្វើបើយើងមិនព្រមធ្វើអ្វីយើងក៏គ្មានបានអ្វីដែរក្នុងនាមជាឪពុកម្ដាយដែលបានបង្កើតគេឲ្យកើតមកហើយប្រសិនបើមិនព្រមខិតខំធ្វើអ្វីសម្រាប់អនាគតរបស់គេទេអ្នកប្រកាសជាមានសង្ឃឹមតិចតួចណាស់ថានឹងបានឃើញនៅពន្លឺដ៏ភ្លឺស្វាងរបស់កូនចៅហេតុនេះអ្នកនៅមានតួនាទីមួយដ៏សំខាន់បំផុតដែលត្រូវធ្វើគឺវឹកហាត់អប់រំគេឲ្យបានទៅជាមនុស្សល្អពូកែនាពេលខាងមុខដើម្បីចិញ្ចឹមកូនឲ្យបានល្អមាតាបិតាត្រូវស្វែងយល់អំពីសភាពរស់នៅសេចក្តីត្រូវការរីកដុះដាលរបស់ក្មេងឲ្យបានត្រឹមត្រូវការចិញ្ចឹមកូនដែលសមស្របទៅតាមបែបបទធម្មជាតិនោះកូនក៏នឹងបានរីកចម្រើនទៅតាមកម្រិតរបស់គេដែលប្រៀបដូចជាការដាំដើមឈើដូច្នោះដែរ